ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាអ្នកដែលតាមដានស្ដេចបាសីដីប្រាសាទហើយរងចាំកូនអាក្លូគឺមានហើយប៉ុន្តែវាអត់ទាន់ពេញមែនតែនទេគឺដោយសារវានៅរោមពងកកមួយប៉ុន្តែដោយសារបងប្អូនសួររអញ្ចឹងខ្ញុំក៏គិតថាខ្ញុំនឹងផុសវាបណ្ដោយទៅខ្ជិលខែវា2អាទិត្យទៀតបានផុសឥឡូវផុសបណ្ដើទៅត្រូវក៏លក់ទៅតម្លៃរបស់វា50,000គីឡូ31កន្លះតែមាន់នេះពេញគីឡូ32 33ខ្ញុំបញ្ជាក់បងប្អូនវាពេញ 90% ហើយនៅសល់តែកកមិននឹងមកត្រឹមកនឹងឡើងលើទេរោមពងមកក្រៅពីនេះមកគឺស្អាតអស់ហើយណាបងប្អូនណាបងប្អូនអ្នកដែលចង់យកទៅថែទុកជលអាទិត្យក្រោយអាទិត្យអីគឺបងប្អូនយកនេះទៅណាអត់អីទេណាពីអាទិត្យអីមាន់នេះវាចេញអស់ហើយបើយើងថែវាដល់គឺពីអាទិត្យវាចេញអស់ហើយបងប្អូនណាស្អាតរោមស្លាប់ក៏ពេញរោមកតុយក៏ពេញវានៅកកនេះមួយទេហើយសម្រាប់គីឡូរបស់វាគឺ31កន្លះតម្លៃគឺ50,125 ដុល្លារខ្ញុំជួយចេញសេវាបងប្អូនដល់ត្រឹមភ្នំពេញណាដល់ត្រឹមភ្នំពេញហើយសម្រាប់មួយគ្រាប់នេះដែរគឺអែមស្នេហ៍ដូចបាវាណាបាវាចូលកាស៊ីណូណាបងប្អូនណាអញ្ចឹងបងប្អូនដែលស្គាល់កូនអាក្លោកដែលខ្ញុំតែនិយាយថាកូនអាក្លោកដែលមានម៉ូខ្ញុំកាប់មុនគាត់នៅខាងអដងយកទៅឈ្នះច្រើនយកទៅ10គ្រាប់ឈ្នះ7បងប្អូនណាកូនអាក្លោកនឹងទាំងអស់ហើយពីច្រើនគឺកាត់សេយ៉ាងទាំងអស់ប៉ាងធំគឺខ្ញុំកាត់តែខ្លាចតែប៉ាងតូចខ្ញុំអត់កាត់ទេបើប៉ាងធំខ្ញុំកាត់ហើយកាត់អញ្ចឹងទៅដូចបាវាគឺអញ្ចឹងមេអំបៅកាត់សេអញ្ចឹងបងប្អូនណាខ្ញុំហៅថាអាក្លោកនោះឥឡូវនេះគឺយើងមានកូនមានលក់ចែកជូនបងប្អូនយើង4 5គ្រាប់ទៀតណាអ្នកចង់បាន50,000ជឿជាក់លើខ្ញុំបងប្អូនទិញទៅអត់ខុសទេព្រោះខ្ញុំលក់មន់មិនមែនលក់តែមន់មិនផ្ដោតទៅលើគុណភាពដែរខ្ញុំក៏ផ្ដោតលើគុណភាពហើយព្រោះខ្ញុំដឹងថាបងប្អូននឹងចូលដាក់លុយមិនចូលដាក់វឹកឈើទេអញ្ចឹងយើងប្រឹកព្រៀងបង្កើតពូជយើងប្រឹកព្រៀងណាស់ហើយក៏ខ្ញុំអត់ដែរអួតអាងតាំងខ្លួនឯងថាមន់ខ្ញុំល្អជាងគេដែរប៉ុន្តែយើងអាចលេងបានណាបងប្អូនណាដើម50,000មួយលាននេះយើងលេងបានណាបងប្អូនណាក្នុងក្រៅណាអញ្ចឹងបងប្អូនណាដែលស្រឡាញ់សាកមើលមួយគ្រាប់ទៅណាអរគុណច្រើនសង្ឃឹមថាបងប្អូនជួយ support ក្នុង YouTube ផងណាកុំភ្លេច Subscribe ឬក៏ដាក់សញ្ញាជាវណាអរគុណជម្រាបលា